នុកចិត្តជាកំបិតមុខពីរបើឲ្យត្រូវមនុស្សគឺការពារថែរក្សាអ្នកដោយសុវត្ថិភាពបើឲ្យខុសមនុស្សកំបិតនឹងបែរមកសម្លាប់អ្នកវិញខ្ញុំជឿតែមនុស្ស3ប្រភេទនេះ 1. មនុស្សដែលរួមសុខរួមទុក្ខជាមួយខ្ញុំ 2. មនុស្សដែលពេលខ្ញុំដួលជួយលើកខ្ញុំឡើង 3. មនុស្សដែលពេលខ្ញុំគ្មានអ្វីទាំងអស់មិនចាកចោលខ្ញុំបិទឲ្យចិត្តនៅការសម្ងាត់ទាំង4នេះអ្នកប្រកាសជាអាចរួចផុតពីគ្រោះភ័យនៅឆ្ងាយពីត្រូវនឹងខុសគ្មានការកុំនិយាយស្ដីគោលបំណងសំខាន់នៃការនិយាយស្ដីមានតែ3នេះគត់គោលបំណងទី1និយាយឲ្យគេសប្បាយរីករាយធ្វើឲ្យគេចូលចិត្តអ្នកគោលបំណងទី2និយាយសម្ដីលើកទឹកចិត្តគេធ្វើឲ្យគេរត់តែស្វាហាប់គោលបំណងទី3និយាយពាក្យសម្ដីដែលធ្វើឲ្យខ្លួនឯងរកលួចបានត្រូវចេះគ្រប់គ្រងមាត់ខ្លួនឯងឲ្យបានល្អមិនត្រូវនិយាយនៅការសម្ងាត់ទាំង4នេះទេ 1. មិនត្រូវនិយាយពីគោលបំណងរបស់ខ្លួន 2. មិនត្រូវនិយាយពីទ្រព្យធនលុយកាក់របស់ខ្លួន 3. មិនត្រូវនិយាយពីរឿងគ្រួសាររបស់ខ្លួន 4. មិនត្រូវនិយាយពីកំហុសរបស់ខ្លួនកុំដោយសារតែភាពស្និទ្ធស្នាលមួយផ្លែតបញ្ចេញនៅចំណុចខ្សោយរបស់ខ្លួនមនុស្សដែលអាចគ្រប់គ្រងមាត់ខ្លួនឯងបានគឺសុទ្ធតែជាមនុស្សអស្ចារ្យមិនថាគ្រប់គ្រងលើការទទួលទាននិងការនិយាយស្ដីនោះទេអ្នកដឹងទេត្រីដែលបិទមាត់គឺមិនងាយស្រួចវាបានឡើយ